ហើយជាទូទៅញោមម្ចាស់ថ្លៃទាំងអស់គ្នានឹងសុទ្ធតែជាអ្នកធ្វើសង្គ្រាមញោមទាំង9គ្រួសារញោមនៅមួយរូងនឹងទាំងអស់ហ្នឹងសុទ្ធតែជាអ្នកធ្វើសង្គ្រាមគ្មានញោមណាមិនធ្វើសង្គ្រាមទេលោកគ្រូសាវរៈក៏ធ្វើសង្គ្រាមដែរប៉ុន្តែសង្គ្រាមហ្នឹងមិនប្រើសត្រាវុធបាញ់ទៅបាត់អាយុជីវិតទេប្រើអីទី1សង្គ្រាមអ្វីបានដល់អវិជ្ជសង្គ្រាមស្អីគេអវិជ្ជសង្គ្រាមសង្គ្រាមពោលគឺសេចក្តីល្ងឹតល្ងងយល់មិនដល់ដឹងមិនច្បាស់ទាំងអស់នេះមនុស្សយើងទាំងអស់គ្នាដឹងមិនសពគ្រប់ទេអាត្រង់ដឹងមិនសពគ្រប់នឹងហើយបានជាការសិក្សាការឆ្វេងយល់ការមើលដេកដើរឈរអង្គុយមើលសពបែបយ៉ាងឆ្វេងយល់សពបែបយ៉ាងដើម្បីអីដើម្បីយល់ដឹងនៅដូចញោមរៀនធម៌បើញោមយល់ធម៌ទាំងអស់ញោមនឹងឯងលែងខ្វល់ពីព្រោះយល់ហេតុបច្ច័យទាំងអស់ហើយញោមខ្លះយល់ថាធម៌នៅទៅនឹងវត្តញោមខ្លះយល់ថាធម៌តលអ្នកបួសបានមានធម៌ញោមខ្លះតយល់ធម៌ថាតលចាស់បានជាអ្នកមានធម៌មានសិលតាមពិតអត់ទេសិលនឹងមានតាំងពីយើងចាប់បដិសន្ធិធម៌នឹងតាំងពីមានយើងចាប់បដិសន្ធិមកហៅថាធម៌បាត់ទៅហើយឥឡូវអាត្មានិយាយអំពីកំណើតបន្តិចទៅចោះទី1សង្គ្រាមអវិជ្ជសង្គ្រាមទី2ទុរភិក្ខសង្គ្រាមទី3ព្យាធិសង្គ្រាមទុរភិក្ខសង្គ្រាមគឺមិនគ្រប់គ្រាន់ការបរិភោគប្រើប្រាស់បច្ច័យ4ហ្នឹងរកមិនបានគ្រប់គ្រាន់យើងប្រឹងឆ្វេងយល់រកវិជ្ជាជីវៈរកនៅបច្ច័យ4រកនៅថាវិការឲ្យបានគ្រប់គ្រាន់ដល់ពេលព្យាធិសង្គ្រាមរោគាព្យាធិញោមម្ចាស់ថ្លៃម្ចាស់ថ្លៃត្រើមស្គាល់ព្យាធិសង្គ្រាមទេស្អីគេព្យាធិប្រែមកថារោគជំងឺសង្គ្រាមហ្នឹងពោលគឺជំងឺហើយសពថ្ងៃញោមម្ចាស់ថ្លៃមើលយើងកន្លងទៅបាន50-60ឆ្នាំរាងកាយហ្នឹងដូចជាត្រុតត្រោមកណាចាប់ផ្ដើមហូបប្រយ័ត្នមែនទេអាហូបប្រយ័ត្នហ្នឹងគឺច្បាំងជាមួយនឹងរោគនឹងឯងតែមិនប្រយ័ត្នទេវាកាច់យកយើងទៅបាត់ឡូវហ្នឹងម្ចាស់ថ្លៃណាដល់ពេលចាប់ពីអាយុ40អាយុ50ឡើងជំងឺអីលើសឈាមលើសជាតិខ្លាញ់លើសជាតិស្ករប្រព្រឹត្តទៅច្រើនហើយយើងត្រូវប្រុងប្រយ័ត្នអាប្រុងប្រយ័ត្ននឹងឯងគេហៅថាព្យាធិសង្គ្រាមយើងច្បាំងជាមួយនឹងសង្គ្រាមរោគាទាំងឡាយទាំងពួងហ្នឹងឥឡូវអាត្មាលើកបញ្ជាក់អំពីកំណើតបន្តិចសត្វកើតនៅក្នុងធម៌ដែលព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងថាមាន4ប្រភេទទី1សង្សេតជៈកំណើតទី2អន្តជៈកំណើតទី3ឧបបាទិកៈកំណើតទី4ចលំពុជ្ជៈកំណើតមានកំណើត4ហ្នឹងដែលញោមម្ចាស់ថ្លៃចិត្តចប់ហ่ะថតដៃអត់ជើងទៅចិត្តចប់ឲ្យគ្រូ4ហើយបាន4ហើយប៉ុន្តែ4ហ្នឹងមានន័យថាម៉េចកន្លះទី1សង្សេតជៈកំណើតសត្វណាដែលកើតដោយរបស់មិនស្អាតកើតចេញពីរបស់មិនស្អាតគេហៅថាសង្សេតជៈកំណើតមានញើសមានក្អែលមានភក់មានច្រំជាដើមតែមានទេកំណើតនឹងមានអត់កើតចេញពីរបស់មិនស្អាតសត្វខ្លះកើតចេញពីក្បាលមនុស្សមានទេមានសត្វកើតចេញពីក្បាលមនុស្សឯងញោមចាប់ផ្ដើមបើកភ្នែកធំនេះលោកគ្រូសាវរៈចេះតែថាទេមើលទៅលោកគ្រូនឹងនៅណាហ្នឹងលោកគ្រូនឹងនៅបឹងស្នាយវត្តថ្មីបឹងស្នាយចុះមិនទេសនាថាសត្វខ្លះកើតចេញពីក្បាលមនុស្សចាំមើលប្រកាសទៅអត់ឃើញញោមអាត្មាឃើញមាត់ញោមណាមិនថាត្រូវមួយតែញោមថាចៃត្រូវអាចៃនឹងមានកើតមកពីណាកើតមកពីក្បាលនឹងមិនស្អាតញោមហ៎ក្បាលណាមិនសូវស្អាតកើតចៃហើយម្ចាស់ថ្លៃជឿអត់ហ្នឹងគេហៅថាសង្សេតជៈកំណើតកើតមកពីញើសនិងក្អែលឬក៏កើតមកពីរបស់មិនស្អាតមួយប្រភេទទៅសត្វមួយប្រភេទទៅមែនទេឥឡូវទី2ទី1ឃើញតែពិតប្រកបហើយទី2គេហៅថាអន្តជៈកំណើតកើតមក2ដងបានคล้ายទៅជាកូនកំណើតអីញោមកើត2ដងអាត្មាឃើញញោមមួយគាត់ថាមន់អាត្មាអត់លឺទេប៉ុន្តែមើលមាត់ទៅលឺចេញមកថាមន់មន់បែរជាត្រូវហើយញោមមន់កើតមកជាសុទ្ធសិនមិនចឹងហ៎តើឲ្យញាស់ពីសុទ្ធហើយបានចេញមកជាកូនមន់ចាបលលោកសារិកាកែវ
គ្រាលខ្លុំតដកកប់ជីវៈចាក្រពាករនាលសារកាសេកសិតតែកើតមក2 ដងគេហៅថាអន្តរជាកំណើតកើត2 ដងកើតមកជាសុទ្ធសិនហើយបានញាស់ពីសុទ្ធមកបានចេញជាកូនមានពោះតូចពោះធំពោះខ្លះក៏កើតមកជាសុទ្ធហើយបានញាស់ពីសុទ្ធកើតមកចេញជាកូននឹងកំណើតទី2ញោមមើលធម៌នឹងព្រះសម្មាសម្ពុទ្ធសម្ដែងញោមមិនធម៌លោកគ្រូសាវរៈឯណាធម៌នឹងគឺធម្មជាតិរបស់សត្វលោកហ្នឹងអុយមិននៅទៅវត្តឯណាធម៌នឹងអត់ទេនៅជាមួយកំណើតឥឡូវជាមួយទៅដល់កំណើតទី3កំណើតទី2ត្រូវទេញោមម្ចាស់ថ្លៃត្រូវទេតោះកំណើតទី3កំណើតទី3ព្រះលោកសម្ដែងថាឧបបាទិកកំណើតកើតឡើងដោយផលបុណ្យនិងផលបាបណាញោមម្ចាស់ថ្លៃកំណើតកើតឡើងដោយផលបុណ្យមនុស្សនឹងឯងអ្នកសាងផលបុណ្យមានទានមានសិលមានភាវនាអស់អាយុទៅមកកើតជាមនុស្សឬក៏កើតជាទេវតាហ្នឹងគេហៅឧបបាទិកកំណើតកើតឡើងមកធំឯងតែម្ដងកើតឡើងដោយបុណ្យយេដូចជានាងអនោជាអញ្ចឹងពេលដែលអស់អាយុនាងយកការននោងទៅថ្វាយព្រះសទ្ធោតម្កល់ព្រះសរីរកធាតុព្រះកស្សបៈណាព្រះសម្មាសម្ពុទ្ធព្រានាមកស្សបៈហ្នឹងមិនទាន់ទៅដល់ផងមេគូវត្តស្លាប់ទៅចេតនាចិត្តនាងបូជាបរតនត្រ័យហ្នឹងចុតិបដិសន្ធិទៅជាទេវធីតាមួយអង្គឈ្មោះថានាងអនោជាកើតផ្លែតអត់មានពពោះ9 ខែ 10 ថ្ងៃទេកើតមកសម្បុរនាងដូចការននោងអភរណៈប្រាសាទបល្ល័ង្កពណ៌លឿងទាំងអស់និងឧបបាទិកកំណើតកើតឡើងដោយផលបុណ្យរីឯកើតឡើងដោយផលបាបមនុស្សឯណាសត្វឯណាដែលប្រកបដោយទូស័កចិត្តកំពុងតែខឹងដាច់ចោលភឹសចុតិបដិសន្ធិក្នុងនរកពីព្រោះភ្លើងទូស័កហ្នឹងជាភ្លើងនរកដុតកម្លោចដុតកម្ដៅតាំងពីនៅរស់ម្លេះអវិជ័យកើតឡើងទុក្ខវេទនាតែម្ដងសត្វលោកឯណាកំពុងតែចំណែនបងប្អូនចំណែនមិត្តភ័ក្តិអ៊ីសាគ្នាបន្តិចបដាសាគ្នាប្រកបដោយលោភៈចិត្តដាច់ចោលភឹសទៅប្រែតពីពួកកន្លែងហ្នឹងជាប្រភេទសត្វមិនចេះឆ្អែតកើតឡើងរងទុក្ខតែម្ដងញោមម្ចាស់ថ្លៃអត់មានចាំស្អែកទេសត្វលោកឯណាដែលប្រព្រឹត្តនៅធម៌វង្វេងគឺមោហៈចិត្តនៅវង្វេងវង្វាន់យល់ថាយ៉ាងនេះមួយយល់ថាយ៉ាងនោះមួយសិទ្ធិសន្និដ្ឋានទាំងអស់មិនច្បាស់ដាច់ចោលភឹសទៅអវិជ័យកើតនៅក្នុងកំណើតតិរច្ឆានដាក់តរនេះ